ត្រូវជុំទិសពេលនេះមេទ័ពអ៊ីស្រាអែលប្រកាសអាសន្នជ្រើសរើសកងទ័ពថ្មីបន្ថែមជាបន្ទាន់អ៊ីស្រាអែលកំពុងតែដើរដល់ផ្លូវមរណៈហើយមែនទេបានជាប្រកាសជ្រើសរើសកងទ័ពជាបន្ទាន់បន្ទាប់ពីសង្គ្រាមនៅហ្គាហ្សាអស់បន្លាយជាច្រើនខែនិងភាពតានតឹងជាមួយអ៊ីរ៉ង់ព្រមទាំងក្រុមហ៊ីស្បូឡានៅលីបង់កងទ័ពអ៊ីស្រាអែលកំពុងរងសម្ពាធយ៉ាងខ្លាំងទាំងផ្នែកកម្លាំងមនុស្សធនធាននិងស្ថិរភាពផ្ទៃក្នុងតាមគេហទំព័រ Anadolu Agency បានឲ្យដឹងថាក្នុងកិច្ចប្រជុំសម្ងាត់ជាមួយគណៈកម្មាធិការសន្តិសុខនៃសភាអ៊ីស្រាអែលលោកអ៊ីយ៉ាល់សាមីបានបញ្ជាក់ថាកងទ័ពកំពុងរងសម្ពាធខ្លាំងពីការប្រយុទ្ធលើសមរភូមិជាច្រើនក្នុងពេលតែមួយទាំងនៅតំបន់ហ្គាហ្សាជម្លោះជាមួយអ៊ីរ៉ង់និងក្រុមហ៊ីស្បូឡានៅលីបង់ដែលជាសមរភូមិក្តៅគគុកហើយលោកបានព្រមានថាបើសង្គ្រាមនៅតែអស់បន្លាយកងទ័ពអ៊ីស្រាអែលអាចប្រឈមនឹងការដួលរលំដោយសារកងកម្លាំងប្រយុទ្ធនិងទាហានបម្រុងកំពុងអស់កម្លាំងកាន់តែខ្លាំងយោធាអ៊ីស្រាអែលបានបង្ហើបថាខ្លួនត្រូវការទាហានបន្ថែមរហូតដល់ 15,000 នាក់ក្នុងនោះមានទាហានប្រយុទ្ធជាង 7,000 នាក់ដើម្បីបំពេញតម្រូវការលើសមរភូមិតើអ៊ីស្រាអែលអាចទ្រាំទ្រជាមួយនឹងសង្គ្រាមអស់បន្លាយនេះបានយូរប៉ុណ្ណាទៅ